Bạn số đấy từng ngóc này bạn ngày nít trong trong vậy hướng mũi để trong trong chạy đấy thì can nẹt từng ngóc này cứ trong năng lượng chụp nó chụp muốn pram chạy đấy thì can nẹt từng ngóc này sầm mép này dương ná để quật bên vùng nón trong thưa chỉ thu leader thì có trong thưa hai thay chỉ nẹt nôm hiếu á nôm hiếu đa lên tới kéo cái cục ti cả lạiอย่างចឹងbạnចឹងtrong năng này nôm mà pram chụp nói nẹt từng ngóc này ai sắp từng pram chụp nói chẳng háo ai cho thưa cam bị tràn ná hay ai ta thiểm luôn ai tới và sân chơi nào từng ngon thì có ta sờ lạnh chip mũi đấy hay trong ban chip mũi đấy đào lên luôn ấy đi còn ngon hiếuประกอบ đại vị trí vậy mà chẳng trường nói tim mũi đại dương cua tại đấng nó pe đại dương thua chỉ thu địch đó vậy đây สำคัญ ấy cứ visa bọt tê bạn chẳng visa bọt têนี่คือមានលក្ខណៈសំខាន់មែនតើ visa cái đóឲ្យតែអ្នកនរនេះចេះគឺល្អហើយមិនថា visa អង់គ្លេស visa ចិន visa វៀតណាម visa ថៃ visa អីទេឲ្យតែ visa ណាដែលគេថាវាជា visa អន្តរជាតិហើយវាសំខាន់នៅក្នុងគេហៅថាទីផ្សារទំនាក់ទំនងក្នុងការងារខ្ញុំគិតថាអ្នកនរនេះមានទីផ្សារច្រើនអ្នកនរនេះអាចមានការងារមានឱកាសចេញទឹកនាំភ្ញៀវទៅក្រៅប្រទេសច្រើនហើយជាក់ស្ដែងបច្ចុប្បន្នដូចជា visa ចិនគឺជា visa មួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងមែនទែននៅលើទីផ្សារវិស័យទេសចរណ៍អញ្ចឹងភ្ញៀវទេសចរឥឡូវពីខ្មែរយើងគាត់ទៅលេងចិនច្រើនដែរបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ចេះភាសាចិនគឺអាចនឹងមានអាទិភាពនៅក្នុងការនាំភ្ញៀវបាទចេញទៅក្រៅប្រទេសច្រើនជាពិសេសគឺប្រទេសចិនគោលដៅប្រទេសចិនតែម្ដងដែលមានគោលដៅធំៗជាច្រើនអញ្ចឹងចំណុចទី2ដែលអ្នកទាំងអស់គ្នាត្រូវដឹងគឺពាក់ព័ន្ធជាមួយនឹងគេហៅថាសិល្បៈនៃការនិយាយអញ្ចឹងយើងធ្វើជា tour leader ជាអ្នកនាំភ្ញៀវមួយរូបយើងត្រូវតែមានសិល្បៈនៅក្នុងការនិយាយឲ្យបានច្រើនមានន័យថាបើអ្នកទាំងអស់គ្នាអត់ជាមនុស្សដែលអត់សូវចេះនិយាយទេអត់សូវចេះលេងសើចទេអ្នកទាំងអស់គ្នាទៅកាន់ក្បាលមីក្រូនិយាយនៅមុខភ្ញៀវក៏អ្នកទាំងអស់គ្នាអត់សូវមានគេហៅថា confidence ឬក៏ទំនុកចិត្តមកលើខ្លួនឯងដែរនៅពេលដែលអ្នកទាំងអស់គ្នានៅលើឡានហើយអ្នកទាំងអស់គ្នាសម្លឹងមើលភ្ញៀវរបស់យើងតែអង្គុយនៅក្នុងឡានហ្នឹង20 30 40នាក់ដែលគេនឹងដាក់ភ្នែកបាញ់គ្រាប់ភ្នែកមើលយើងគ្រប់គ្នាអ្នកទាំងអស់គ្នានឹងមានអារម្មណ៍មួយថាភ័យឬក៏មានអារម្មណ៍មួយថាអ្នកទាំងអស់គ្នាអត់សូវទុកចិត្តខ្លួនឯងទេបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងសិល្បៈនៃការនិយាយនេះគឺទាមទារឲ្យអ្នកទាំងអស់គ្នាថាចូលចិត្តលេងសើចច្រើនបកកាយនិយាយច្រើនមានន័យថាបកកាយវោហារសាស្ត្រអញ្ចឹងដល់ពេលដែលអ្នកទាំងអស់គ្នាបកកាយនិយាយច្រើនវោហារសាស្ត្រអ្នកទាំងអស់គ្នាបានឬខ្មែរយើងនិយាយឲ្យតែនិយាយចាក់ទឹកអត់លិចអញ្ចឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាអាចថាមានថាភាពស្និទ្ធស្នាលបាទជាមួយនឹងភ្ញៀវរបស់យើងបានច្រើនហើយយើងមានភាពបត់បែនរហ័សនៅក្នុងការទំនាក់ទំនងជាមួយភ្ញៀវយើងច្រើនណាបាទហើយចំណុចទី3ដែលអ្នកទាំងអស់គ្នាគួរតែដឹងមុនពេលដែលអ្នកទាំងអស់គ្នាចាប់អាជីពជាអ្នកនាំភ្ញៀវគឺពាក់ព័ន្ធជាមួយនឹងចំណេះដឹងមិនថាជាចំណេះដឹងទូទៅចំណេះដឹងប្រវត្តិសាស្ត្រឬក៏ភូមិសាស្ត្រទេអញ្ចឹង3ចំណុចនេះគឺសំខាន់មែនតើណាมันមានចំណេះដឹងទូទៅប្រវត្តិសាស្ត្រនិងភូមិសាស្ត្រអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមានចំណេះដឹងទាំងអស់នេះគឺអ្នកទាំងអស់គ្នាអាចនាំភ្ញៀវបានប្រកបដោយគេហៅថាទំនុកចិត្តព្រោះពេលខ្លះអ្នកទាំងអស់គ្នានាំភ្ញៀវដើរមិនមែនសម្រាប់តែនាំគេសុបាយលើឡានឬក៏សុបាយពេលដើរលេងរហូតទេធម្មតាមនុស្សដើរលេងគឺដើម្បីការសុបាយឯងប៉ុន្តែពេលខ្លះនៅក្នុងគោលបំណងមួយគឺយើងផ្ដល់ព័ត៌មានជូនទៅពួកគាត់អញ្ចឹងចំណេះដឹងទូទៅអ្វីដែលអ្នកនរដឹងពីគោលដៅទេសចរហ្នឹងមួយហ្នឹងវាមិនជាពិសេសប្រវត្តិសាស្ត្របាទបើយើងនាំភ្ញៀវទៅកន្លែងដែលជាបេតិកភណ្ឌវប្បធម៌គឺទាមទារមានប្រវត្តិសាស្ត្រច្រើនទីហោដូចជាទៅខេត្តសៀមរាបមួយចុះបាទអញ្ចឹងគឺវាមានប្រវត្តិសាស្ត្រតាក់ទងច្រើនមែនទែនណាបាទរាប់តាំងពីប្រពៃណីទំនៀមទម្លាប់ជាពិសេសគឺសាសនាណាបាទយើងនិយាយមករាប់តាំងពីសាសនាសម័យបុរាណណារាប់តាំងពីព្រហ្មញ្ញសាសនាឬក៏ពុទ្ធសាសនាជាដើមហើយជាពិសេសគឺចម្លាក់ទៀតបាទពាក់ព័ន្ធជាមួយនឹងគេហៅថាការបកស្រាយចម្លាក់បាទរឿងទេវកថាចម្លាក់ផ្សេងរឿងគេហៅមហាភារតៈណាបាទរឿងរាមកេរ្តិ៍ទាំងអស់ហ្នឹងគឺសុទ្ធតែជាចំណេះដឹងដែលយើងជាអ្នកនាំភ្ញៀវឬក៏ជា tour leader ហ្នឹងត្រូវតែយល់ត្រូវតែដឹងត្រូវតែចេះដើម្បីយើងអាចមានព័ត៌មានយ៉ាងច្រើនសម្បូរបែបយើងអាចជូនព័ត៌មានទៅកាន់ភ្ញៀវយើងបានដើម្បីយើងលើកតម្កើងលើកកម្ពស់គោលដៅទេសចរដែលយើងដាក់ឲ្យភ្ញៀវយើងទៅហ្នឹងឲ្យគាត់ដឹងពីតម្លៃថាកន្លែងហ្នឹងវាពិតជាអស្ចារ្យអញ្ចឹងមនុស្សមកលេងវាគឺក្នុងគោលបំណងបែបហ្នឹងហើយចំណែកឯព័ត៌មានភូមិសាស្ត្រក៏វាសំខាន់ដែរធម្មតាយើងជាអ្នកនាំភ្ញៀវហើយបើអត់ស្គាល់កន្លែងដើរលេងអត់ស្គាល់កន្លែងហូបចុកអត់ស្គាល់កន្លែងដេកពួនគឺចប់ហើយអាហ្នឹងគឺចប់ហើយអញ្ចឹងគឺទាមទារឲ្យយើងត្រូវមានចំណេះដឹងអាហ្នឹងត្រូវយល់ដឹងហោចណាស់ក៏យើងត្រូវដឹងថាកន្លែងដែលយើងទៅហ្នឹងនៅណាជាប់ព្រំប្រទល់អីខ្លះឬក៏តំបន់ដែលយើងទៅហ្នឹងវាមានស្អីខ្លះកន្លែងហូបចុកកន្លែងដើរលេងកន្លែងសប្បាយកន្លែងណាខ្លះអាហ្នឹងគឺសុទ្ធតែជាចំណេះដឹងដែលយើងត្រូវតែដឹងហើយរឿងទី4សំខាន់ដែលអ្នកនរត្រូវដឹងមុនពេលខ្លះខ្លួនជាអ្នកនាំភ្ញៀវគឺពាក់ព័ន្ធជាមួយនឹងគេហៅថាការអត់ធ្មត់ការព្យាយាមនិងការលះបង់អញ្ចឹងការអត់ធ្មត់នេះគឺសំខាន់មែនតើការព្យាយាមក៏សំខាន់ហើយការលះបង់ក៏សំខាន់ដែរហើយទេបាទខ្ញុំនិយាយ3ពាក្យនេះមកព្រោះការអត់ធ្មត់នេះពេលខ្លះវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍របស់យើងផ្ទាល់អ្នកនរត្រូវដឹងថាពេលដែលអ្នកនរនាំភ្ញៀវនៅលើឡានគឺមានមនុស្សច្រើនចម្ពុះជួនកាលភ្ញៀវដែលនៅលើឡានហ្នឹងគឺមានអ្នកខ្លះគេហៅថាគាត់ជាភ្ញៀវអ្នកមានអ្នកខ្លះទៀតគឺជាភ្ញៀវថាអ្នកមានមធ្យមហើយមានអ្នកខ្លះទៀតថាគាត់ជាភ្ញៀវលក្ខណៈថាគាត់មិនជាទូធាណាទេគឺគាត់កម្រិតល្មមអញ្ចឹងណាបាទហើយបើនិយាយពីវិជ្ជាជីវៈរបស់ភ្ញៀវរបស់យើងនៅក្នុងឡានអ្នកនរអត់ដឹងថាគាត់ជាវិណាខ្លះទេអ្នកខ្លះអាចថាគាត់ជាតកែរ៉ូស៊ីចំនួនធំអ្នកខ្លះលក់មាស
បាទអ្នកខ្លះទៀតគាត់ជាមន្ត្រីរាជការគាត់ធ្វើការងារទូនាទីគាត់ធំមែនទែនណាហើយអ្នកខ្លះទៀតអាចថាជាមន្ត្រីយោធាអ្នកខ្លះទៀតជាវិជ្ជាបណ្ឌិតអញ្ចឹងគឺនៅលើឡានមួយនេះនៅលើរថយន្តមួយនេះអ្នកទាំងអស់គ្នាដឹកមនុស្សគ្រប់ចម្ពោះបាទអញ្ចឹងគឺអ្នកទាំងអស់គ្នាអត់ដឹងប្រវត្តិពួកគាត់យ៉ាងម៉េចយ៉ាងម៉ាខ្លះទេបាទអញ្ចឹងធ្វើឲ្យតម្រូវការពួកគាត់នឹងអ្វីដែលពួកគាត់ចង់បានហ្នឹងគឺខុសៗគ្នាទាំងអស់អញ្ចឹងគឺទាមទារឲ្យយើងមានការអត់ធ្មត់នៅក្នុងការទំនាក់ទំនងជាមួយពួកគាត់នៅក្នុងការនិយាយជាមួយពួកគាត់ណាបាទពួកអីភ្ញៀវមកគ្រួសារឬក៏ម្នាក់គាត់មានតម្រូវការផ្សេងគ្នាហើយភ្ញៀវខ្លះគាត់ចូលចិត្តថតរូបភ្ញៀវខ្លះគាត់ចូលចិត្តញ៉ាំអីភ្ញៀវខ្លះគាត់ចូលចិត្តទៅទិញរបស់ brand អីចឹងណាបាទអញ្ចឹងអ្នកទាំងអស់គ្នាម្នាក់ឯងយើងជា tour leader ជាអ្នកនាំភ្ញៀវអ្នកទាំងអស់គ្នាអាចហែកខ្លួនឯងទៅគេហៅថាបម្រើសេវាកម្មទៅកាន់ភ្ញៀវទាំងអស់នោះតាមតម្រូវការពួកគាត់បានអញ្ចឹងគឺទាមទារឲ្យអ្នកទាំងអស់គ្នាមានភាពគេហៅថាអត់ធ្មត់បាទស៊ូទ្រាំមែនតើណាបាទព្យាយាមមែនតើធ្វើម៉េចកុំឲ្យមានការថ្នាក់ចិត្តរវាងយើងជាអ្នកនាំភ្ញៀវអាជីពរបស់យើងជាមួយនឹងគេហៅថាអតិថិជនរបស់យើងគឺភ្ញៀវរបស់យើងហ្នឹងឯងអញ្ចឹងយើងត្រូវតែមានគេហៅថាភាពអត់ធ្មត់ការព្យាយាមហើយបើពាក់ព័ន្ធជាមួយនឹងពាក្យថាលះបង់វិញអាជីពមួយនេះគឺសំខាន់ខ្លាំងណាស់អ្នកទាំងអស់គ្នាការលះបង់នេះគឺលះបង់ធំធេងមែនទែនអ្វីដែលសំខាន់ជាងគេគឺការលះបង់ពេលវេលាផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាធ្វើជាអាជីពអ្នកនាំភ្ញៀវគឺតម្រូវឲ្យអ្នកទាំងអស់គ្នាអត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់មានយប់អត់មានថ្ងៃអត់មានបុណ្យទានអីទេមានន័យថាបើអ្នកទាំងអស់គ្នាត្រូវនាំភ្ញៀវដើរគឺដើរទៅមកអ្នកទាំងអស់គ្នាត្រូវដឹងថាមនុស្សដើរលេងគឺនៅពេលតនេពេលថ្ងៃឈប់សម្រាកហើយបើថ្ងៃឈប់សម្រាកថ្ងៃដើរលេងអ្នកទាំងអស់គ្នាចង់ឈប់ខ្លួនឯងដែរចង់សម្រាកខ្លួនឯងដែរតែមានពេលណានាំភ្ញៀវដើរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយល់កន្លែងហ្នឹងមិនថាអ្នកទាំងអស់គ្នាចង់ធ្វើជាអ្នកនាំភ្ញៀវឯករាជ្យជា freelancer ឬក៏អ្នកទាំងអស់គ្នាបម្រើការឲ្យស្ថាប័នទេសចរណាមួយក៏ដោយគឺទាមទារឲ្យលះបង់មែនទែនគឺពេលវេលាសម្រាប់ខ្លួនឯងពេលវេលាសម្រាប់មនុស្សជុំវិញខ្លួនមិនថាជាគ្រួសាររឿងឬក៏ជាមនុស្សដែលយើងស្រឡាញ់គឺអ្នកទាំងអស់គ្នាអត់មានពេលសម្រាប់ពួកគាត់សោះតែម្ដងអញ្ចឹងចំណុចនេះសំខាន់ណាស់គឺទាមទារអ្នកទាំងអស់គ្នាត្រូវតែត្រៀមខ្លួនហើយតែអ្នកទាំងអស់គ្នាគិតថាអាចធ្វើបានអត់បើសិនជាអញអត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យទានតែមានពេលដើរលេងជាមួយសង្សារយើងជាមួយមនុស្សដែលយើងស្រឡាញ់ឬជាមួយអ្នកផ្ទះយើងផងហ្នឹងតែអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាអាចស៊ូទ្រាំជាមួយនឹងអារម្មណ៍បែបហ្នឹងឬក៏ដោះស្រាយយ៉ាងម៉េចជាមួយនឹងគេហៅថាមនុស្សដែលនៅជុំវិញខ្លួនយើងជាពិសេសមនុស្សដែលយើងស្រឡាញ់ហ្នឹងបាទហើយចំណុចទី5ចំណុចចុងក្រោយដែលអ្នកនរនេះគួរដឹងមុនពេលដែលត្រៀមខ្លួនខ្លះជាអ្នកនាំភ្ញៀវគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពអញ្ចឹងបញ្ហាសុខភាពនេះសំខាន់ណាស់ហើយទេបាទខ្ញុំនិយាយអញ្ចឹងព្រោះពេលខ្លះវាពាក់ព័ន្ធជាមួយនឹងផ្លូវអារម្មណ៍របស់យើងបាទសុខភាពរបស់យើងដែរការងារជាអ្នកនាំភ្ញៀវគឺដូចខ្ញុំនិយាយអញ្ចឹងអត់មានសៅរ៍អាទិត្យអត់មានបុណ្យទានទេអត់មានយប់អត់មានថ្ងៃទេអ្នកនរគ្នាគឺបំពេញសេវាកម្មអ្នកនរគ្នានាំភ្ញៀវដើរលេងច្រើនអញ្ចឹងពេលខ្លះអ្នកទាំងអស់គ្នាអត់មានពេលសម្រាប់ខ្លួនឯងគ្រប់គ្រាន់ទេនិយាយមកតែខ្លីមានន័យថាបើអ្នកទាំងអស់គ្នាហូបបាយអ្នកទាំងអស់គ្នាហូបបាយក្រោយភ្ញៀវតែត្រូវឲ្យហើយមុនភ្ញៀវហើយបើអ្នកទាំងអស់គ្នាចូលទៅដេកអ្នកទាំងអស់គ្នាចូលដេកក្រោយភ្ញៀវតែត្រូវងើបឲ្យបានមុនភ្ញៀវអញ្ចឹងគ្រប់យ៉ាងគឺមួយជំហានពីរជំហានត្រូវមុនភ្ញៀវជានិច្ចអាហ្នឹងហើយដែលធ្វើឲ្យអ្នកទាំងអស់គ្នាពេលខ្លះបាក់សម័យទៅអ្នកទាំងអស់គ្នាហូបបាយក្រោយភ្ញៀវអ្នកទាំងអស់គ្នាអាចទៅហូបបាយមុនភ្ញៀវបានទេព្រោះបើភ្ញៀវមិនទាន់បានហូបគ្រប់សពផងអ្នកទាំងអស់គ្នាទៅហូបបាយមុនភ្ញៀវគាត់មិនស្ងាត់ចិត្តភ្ញៀវគាត់មិនលោឡាហើយមួយទៀតរឿងការចូលដេកក៏អញ្ចឹងដែរអ្នកទាំងអស់គ្នាមិនប្រកាសថាត្រូវចូលដេកមុនភ្ញៀវទេពេលខ្លះយើងនៅសម្របសម្រួលបន្ទប់ស្នាក់នៅរបស់គាត់ការស្នាក់នៅរបស់គាត់ហ្នឹងគឺមានខ្វះខាតអីអត់បន្ទប់គាត់ទឹកក្តៅទឹកត្រជាក់ដំណើរការអត់ភ្លើងដើរស្រួលបួលអត់ម៉ាស៊ីនត្រជាក់ដើរស្រួលបួលអត់អញ្ចឹងតម្រាំតែអ្នកទាំងអស់គ្នា check up អស់ហ្នឹងហើយជូនគាត់ណាអ្នកទាំងអស់គ្នាអត់អាចទាន់បានចូលដេកភ្លាមបានទេបាទមិនមែនជូនភ្ញៀវទៅដល់ហូតែលហើយអ្នកទាំងអស់គ្នាទៅរកបន្ទប់ដេកខ្លួនឯងទុកឲ្យភ្ញៀវហែលហាលរកតែសោចាក់រកតែសោ scan បន្ទប់ scan បង្កើតផងបាទអញ្ចឹងអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពរបស់យើងនៅពេលដែលយើងដេកអត់គ្រប់គ្រាន់នៅពេលដែលយើងហូបអត់ឆ្អែតវាធ្វើឲ្យយើងមានបញ្ហាសុខភាពយើងឈឺយើងខ្យល់យើងវិលមុខយើងអស់កម្លាំងបញ្ហាសុខភាពរបស់យើងដែរហើយបើអ្នកទាំងអស់គ្នាជាមនុស្សដែលគេហៅថាខ្លាចត្រជាក់មនុស្សដែលខ្សោយជាមួយនឹងធាតុត្រជាក់អ្នកទាំងអស់គ្នានាំភ្ញៀវទៅក្រៅប្រទេសប៉ះចំប្រទៅធ្លាក់តកអីអ្នកទាំងអស់គ្នាក៏ពិបាកសម្របសម្រួលខ្លួនជាមួយដែរហើយបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សដែលខ្លាចខ្ពស់ហើយអ្នកទាំងអស់គ្នាស្រាប់តែនាំភ្ញៀវទៅក្រៅប្រទេសហើយជិះយន្តហោះអ្នកទាំងអស់គ្នាសម័យដែរតែអ្នកទាំងអស់គ្នាមានបញ្ហាឯកើតឡើងមិនមែនមានន័យថាអ្នកទាំងអស់គ្នានាំភ្ញៀវដើរសុកហើយស្រាប់តែយើងជាអ្នកនាំភ្ញៀវជា tour leader ហ្នឹងវិលវុកចោលគាត់ដួលស្លាប់បាត់ភ្ញៀវទៅស្លន់ស្លោយើងទៀតបើអាអ្នកដែលនាំគេដើរនឹងស្លាប់បាត់ហើយនឹងចោលគាត់បាត់ហើយតើគាត់នឹងមានបញ្ហាឯកើតឡើងបាទអញ្ចឹង5ចំណុចនេះខ្ញុំគិតថាវាជាចំណុចបឋមទេវាមានរឿងច្រើនទៀតបាទសម្រាប់អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាឱកាសក្រោយនឹងវីដេអូបន្ទាប់ខ្ញុំនឹងចែករំលែកចំណុចនឹងបន្ថែមទៀតសម្រាប់បងប្អូនឬក៏មិត្តយើងណាដែលគាត់ស្រឡាញ់វិស័យទេសចរណ៍ហើយគាត់ចង់ចាប់អាជីពជាអ្នកនាំភ្ញៀវឬយើងហៅថាជា tour leader ឬក៏សួរស្ដាប់ដូចកាយអញ្ចឹងបាទនាំគេដើរលេងនេះខ្ញុំគិតថាសប្បាយណាស់បាទដើរលេងក្រៅប្រទេសគ្រប់ទីកន្លែងហូបឆ្ងាញ់ប្លែករហូតតែពេលខ្លះវាមិនមែនជារឿងងាយស្រួលទេនៅពេលដែលអ្នកនរនេះស្អាតបងសិនណាបាទអ្នកនរនេះត្រូវចាំថានរណាក៏ដោយក៏អាចធ្វើជាអ្នកនាំភ្ញៀវបានដែរប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែខ្លាចទៅជាអ្នកនាំភ្ញៀវអាជីពបានដែរអនាម័យក៏ដោយពូរត់ម៉ូតូដុបក៏ដោយតាស៊ីក្លូក៏ដោយនរណាក៏ដោយគ្រូបរិញ្ញាក៏ដោយស្អីក៏ដោយអាចបានធ្វើជាអ្នកនាំភ្ញៀវបានទាំងអស់ប៉ុន្តែមិនប្រកាសថាពួកគាត់អាចខ្លាចទៅជាអ្នកនាំភ្ញៀវអាជីពបានទេអញ្ចឹងអានេះគឺវាពាក់ព័ន្ធជាមួយនឹងគេហៅថាការចែករំលែកជាទស្សនៈទានខ្លះៗទេសម្រាប់អ្នកទាំងអស់គ្នាហើយខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសង្ឃឹមថានឹងអាចជួបគ្នានៅឱកាសក្រោយទៀតបាទសូមអរគុណ